ពលកម្មកុមារគឺជាស្ថានភាពដែលរមែងកើតមាននៅក្នុងបណ្ដាប្រទេសក្រីក្រនិងកំពុងអភិវឌ្ឍបាតុភូតនៃពលកម្មកុមារមានទំនាក់ទំនងដ៏ស្មុគស្មាញជាមួយទិដ្ឋភាពសេដ្ឋកិច្ចសង្គមនិងជាបញ្ហាដែលមានចរិតជាពហុវិស័យពលកម្មកុមារគឺជាបញ្ហាសកលដែលសមាជិកអង្គការអន្តរជាតិខាងការងារត្រូវធ្វើការរួមគ្នាដើម្បីទប់ស្កាត់និងលុបបំបាត់ឲ្យបានក្នុងន័យលើកកម្ពស់សិទ្ធិជាមូលដ្ឋាននិងការពារឧត្តមប្រយោជន៍របស់កុមារនិងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមយូរអង្វែងពលកម្មកុមារមានទំនាក់ទំនងទៅនឹងទិដ្ឋភាពសេដ្ឋកិច្ចសង្គមនិងឥរិយាបថសហគមន៍កុមារដែលរស់នៅក្នុងក្រុមគ្រួសារក្រីក្រដែលខ្វះធនធានខ្វះជំនាញមានការអប់រំទាបនិងមានប្រាក់ចំណូលតិចជាមុខសញ្ញានៃការធ្លាក់ចូលទៅក្នុងពលកម្មកុមារដោយសារមូលហេតុទាំងនេះគេសង្កេតឃើញពលកម្មកុមារអាចមាននៅតាមតំបន់ភូមិសាស្ត្រមួយចំនួនមុខព្រួញសេដ្ឋកិច្ចនិងក្នុងទម្រង់ផ្សេងៗនៃការងារពលកម្មកុមារគឺជាកត្តារាំងស្ទះនិងជាឧបសគ្គមួយដ៏ចម្បងដល់ការអប់រំនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមហេតុនេះការកាត់បន្ថយពលកម្មកុមារនិងលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារត្រូវការចូលរួមពីគ្រប់តួអង្គនៃពហុវិស័យនិងនៅគ្រប់កម្រិតដោយមើលឃើញអំពីបញ្ហាប្រឈមនិងផលប៉ះពាល់ទាំងអស់នេះកម្ពុជាបានផ្ដល់សច្ចាប័នលើលិខិតតូបករអន្តរជាតិពាក់ព័ន្ធដូចជាអនុសញ្ញាស្តីពីសិទ្ធិកុមារអនុសញ្ញាស្នូលទាំង8របស់អង្គការអន្តរជាតិខាងការងារដែលក្នុងនោះរួមមានអនុសញ្ញាលេខ29ស្តីពីការងារដោយបង្ខំឬជាកាតព្វកិច្ចអនុសញ្ញាលេខ138ស្តីពីការកម្រិតអាយុអបបរមាសម្រាប់ការចូលធ្វើការងារអនុសញ្ញាលេខ182ស្តីពីការហាម5និងសកម្មភាពបន្ទាន់សម្រាប់ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារមានជាអាចទម្រង់ទេសភាពការងារការជួញដូរកុមារបេសកញ្ញាកុមារនិងការប្រើប្រាស់កុមារក្នុងចំនួនប្រដាប់អាវុធនិងស្ថានភាពរងគ្រោះជាដើមពិធីសារនិងការអនុម័តអនុសញ្ញាបន្ថែមទៀតដែលពាក់ព័ន្ធនឹងសុខុមាលភាពកុមារសិទ្ធិកុមារនិងការជួញដូរកុមារការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារគឺជាផ្នែកមួយដ៏សំខាន់នៃការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារនិងអនុសញ្ញាស្នូលទាំង8របស់អង្គការអន្តរជាតិខាងការងារសូមបញ្ជាក់ថាការងារទាំងឡាយណាដែលជួយដល់ការអប់រំនិងបណ្ដុះបណ្ដាលជំនាញឬការងារហាត់ការបំណិនជីវិតដល់កុមារឲ្យចេះធ្វើការនៅពេលអនាគតដែលជាផ្នែកមួយនៃវិជ្ជាជីវៈសង្គមឬវិជ្ជាជីវៈគ្រួសារគឺជាការងារកុមារមិនមែនពលកម្មកុមារនោះទេកុមារគឺជាធនធានមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលគ្រប់ដំណាក់កាលយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាបានកំណត់យកមនុស្សជាវិស័យអាទិភាពចម្បងបំផុតហេតុនេះការយកចិត្តទុកដាក់ចំពោះសុខុមាលភាពសុវត្ថិភាពនិងការអភិវឌ្ឍកុមារគឺជាគ្រឹះដ៏សំខាន់ក្នុងការកសាងមូលធនមនុស្សប្រកបដោយសក្តានុពលសម្រាប់អភិវឌ្ឍកម្ពុជានាពេលអនាគតជាមួយគ្នានេះដែរការលុបបំបាត់ពលកម្មកុមារជាអាទិភាពដ៏សំខាន់មួយដែលរាជរដ្ឋាភិបាលបាននឹងបន្តការយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយក្នុងចំណោមបញ្ហាជាច្រើនផ្សេងទៀតរបស់កម្ពុជាដើម្បីជាការរួមចំណែកក្នុងការកសាងមូលធនមនុស្សលើកស្ទួយជីវភាពប្រជាជននិងកសាងប្រទេសជាតិឲ្យរីកចម្រើនលូតលាស់ទាំងផ្នែកសេដ្ឋកិច្ចនិងសង្គមរាជរដ្ឋាភិបាលបានអនុវត្តយ៉ាងពេញលេញនិងមានចក្ខុវិស័យវែងឆ្ងាយក្នុងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារដើម្បីការពារសិទ្ធិនិងឧត្តមប្រយោជន៍របស់កុមារតាមរយៈការដាក់ចេញផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិនិងផែនការសកម្មភាពជាតិស្តីពីការកាត់បន្ថយពលកម្មកុមារនិងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងដំណើរឆ្ពោះទៅការបញ្ចប់ពលកម្មកុមារដែលស្របនឹងគោលដៅអភិវឌ្ឍសកលប្រកបដោយចីរភាព2015-2030តាមរយៈការអនុវត្តគោលនយោបាយនិងផែនការសកម្មភាពជាតិទាំងនេះអន្តរក្រសួងស្ថាប័ននិងដៃគូពាក់ព័ន្ធបានកំណត់ដាក់ចេញនូវសកម្មភាពជាអាទិភាពនិងវិធានការបន្ទាន់មួយចំនួនដើម្បីជំរុញឲ្យឆាប់សម្រេចបាននូវការបដិញ្ញាចិត្តឆ្ពោះទៅការបញ្ចប់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារមានជាអាចពង្រីកយន្តការគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារកោជពថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិនិងក្រុមការងារជំនាញដើម្បីពង្រឹងការអនុវត្តផែនការសកម្មភាពជាតិពង្រីកយន្តការប្រតិបត្តិរបស់អង្គភាពជំនាញនិងភាគីពាក់ព័ន្ធដោយផ្ដោតលើវិធានការជាអាទិភាពរួមមាន 1. រៀបចំនិងធ្វើបច្ចុប្បន្នភាពក្របខ័ណ្ឌគោលនយោបាយផែនការសកម្មភាពនិងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការលុបបំបាត់ពលកម្មកុមារ 2.
ការលើកកម្ពស់ការអប់រំនិងការផ្សព្វផ្សាយស្តីពីការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារឲ្យបានទូលំទូលាយ 3. ការពង្រឹងការអនុវត្តច្បាប់តាមរយៈការកសាងសមត្ថភាពអធិការការងារវិធានការអធិការកិច្ចការងារយន្តការទទួលពាក្យបណ្ដឹងនិងអន្តរាគមន៍ 4. ការអនុវត្តកិច្ចអន្តរាគមន៍ស្នូលដើម្បីទប់ស្កាត់ការពារនិងបន្តការគាំពារនិរន្តរភាពដល់កុមារដែលងាយរងគ្រោះឲ្យជៀសផុតពីពលកម្មកុមារ 5. ពង្រឹងកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធក្នុងការចូលរួមកាត់បន្ថយពលកម្មកុមារនិងលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ ជារួមរដ្ឋាភិបាលកម្ពុជាមានឆន្ទៈជាមូលមុតនៅក្នុងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារហើយដូច្នេះហើយបានជារដ្ឋាភិបាលកម្ពុជាបានផ្ដល់សច្ចាប័ននេះដែលពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់កម្លាំងពលកម្មកុមារហើយបានអនុវត្តបានយ៉ាងទៀងទាត់នៅកាតព្វកិច្ចទាំងឡាយដែលមានចែងនៅក្នុងអនុសញ្ញាទាំងអស់នេះហើយទាំងនេះគឺយើងបានធ្វើការជាមួយនឹងដៃគូពាក់ព័ន្ធទាំងអស់យ៉ាងជិតស្និទ្ធដើម្បីធានាថាគ្រប់ខ្សែសង្វាក់ប្រតិកម្មនៅក្នុងប្រទេសកម្ពុជាយើងក៏ដូចជាក្នុងផ្នែកសេវាកម្មគឺมันមានប្រើប្រាស់នៅទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារហើយតាមរយៈកិច្ចសហការជាមួយនឹងទីពាក់ព័ន្ធក៏ដូចជាការផ្សព្វផ្សាយនិងការធ្វើយុទ្ធនាការដើម្បីដកហូតកុមារចេញពីទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារនេះយើងឃើញថាការនាំចេញក៏ដូចជារោងចក្រនានាដែលផលិតដើម្បីនាំចេញនេះគឺมันមានការប្រើប្រាស់ពលកម្មកុមារនោះទេក្នុងរយៈពេលចុងក្រោយនេះដែលនេះជាការបង្ហាញឲ្យឃើញនៅលទ្ធផលយ៉ាងវិជ្ជមានរបស់រដ្ឋាភិបាលកម្ពុជានៅក្នុងការកាត់បន្ថយការប្រើប្រាស់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ ទូនីតិរបស់អាជ្ញាធរឬសមត្ថកិច្ចនៅមូលដ្ឋានមានសារៈសំខាន់ពីព្រោះគាត់នៅក្បែរនៅចិត្តសហគមន៍ទូនីតិដំបូងរបស់គាត់គឺការផ្សព្វផ្សាយការយល់ដឹងធ្វើយ៉ាងម៉េចឲ្យប្រជាពលរដ្ឋមានការយល់ដឹងឲ្យបានច្បាស់អំពីភារកិច្ចនៅក្នុងកិច្ចការពារកុមារពីការរំលោភបំពានក៏ដូចជាពលកម្មធ្ងន់ធ្ងរលើកុមារអញ្ចឹងបើសិនជាមានការរំលោភបំពានទាំងពលកម្មក្តីឬមួយក៏ទៅលើរាងកាយទៅលើផ្លូវភេទក្តីសូមមេត្តាព្យាយាមនៅក្នុងការរាយការណ៍ទៅសមត្ថកិច្ចដែលនៅជិតបំផុតឬមួយក៏ទៅអាណាព្យាបាលដើម្បីឲ្យមានកិច្ចការពារទាន់ពេលវេលាគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារីនិងកុមារដែលយើងហៅកាត់ថាកកនគរនិងយន្តការដែលមានស្រាប់នោះគឺមានភារកិច្ចមួយផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីផលប៉ះពាល់នៃពលកម្មកុមារនៅតាមសហគមន៍និងសាលារៀន 2. ផ្ដល់កិច្ចអន្តរាគមន៍និងផ្ដល់សេវាផ្នែកច្បាប់ជូនដល់កុមាររងគ្រោះដោយពលកម្មកុមារដែរ ការចូលរួមការបង្ការទប់ស្កាត់ប្រើប្រាស់ពលកម្មកុមារពិតជាមានសារៈសំខាន់ណាស់ក្នុងការចូលរួមចំណែកលើកកម្ពស់សិទ្ធិកុមារនៅកម្ពុជាយើងមានសិទ្ធិរស់រានមានជីវិតសិទ្ធិទទួលបានការការពារសិទ្ធិក្នុងការអភិវឌ្ឍនិងសិទ្ធិក្នុងការចូលរួមយើងក៏មានកម្មវិធីជំនួយសង្គមដើម្បីជួយដល់កុមារងាយរងគ្រោះនិងរងគ្រោះ ដើម្បីទប់ស្កាត់ទៅដល់ពលកម្មកុមារគឺរឿងសំខាន់បំផុតគឺគុណភាពអប់រំយើងមានយុទ្ធនាការឃោសនាចុះកត់ឈ្មោះដល់ខ្នងផ្ទះជំរុញឲ្យមេដាបេដាហ្នឹងយកកូនហ្នឹងទៅចុះឈ្មោះនៅសាលាដើម្បីបានចូលរៀនហើយនៅពេលដែលចូលរៀនហ្នឹងគឺមានអាហារឧបត្ថម្ភជាប្រាក់ខែឬក៏មានរហូតទៅដល់ហូបចុកប្រចាំថ្ងៃទៅទៀតហើយបានតែងតាំងមន្ត្រីសម្រាប់ការពារកុមារនៅកម្រិតបឋមសិក្សាក្រសួងអប់រំក៏មានបង្កើតឲ្យមានសាលាកុមារមេត្រីមានទេសភាពបរិស្ថានល្អដើម្បីធ្វើឲ្យកុមារមានអារម្មណ៍រីករាយប្រទេសកម្ពុជាពិតជាមានការបដិញ្ញាចិត្តខ្ពស់ក្នុងការលុបបំបាត់ពលកម្មកុមារដោយសារប្រទេសកម្ពុជាបានដល់សច្ចាប័នទទួលយកនៅអនុសញ្ញាសំខាន់ពីររបស់អង្គការ ILO គឺអនុសញ្ញាលេខ133ដីពីកំណត់អាយុបរិមាអនុញ្ញាតឲ្យចូលធ្វើការដែលមានប្រាក់ឈ្នួលនិងអនុសញ្ញាលេខ182ស្ដីពីទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារការអនុវត្តនេះបានធ្វើទៅច្រើនឆ្នាំហើយទីមួយគឺយើងផ្ដល់នៅការបណ្ដុះបណ្ដាលជំនាញនិងវិជ្ជាជីវៈដល់យុវជនក៏ដូចជាកម្មករចិត្តនិងមនុស្សពេញវ័យទីពីរគឺយើងគ្រប់គ្រងដល់ក្រុមគ្រួសារដើម្បីឲ្យកូនចៅរបស់គាត់នឹងអាចទៅរៀនបានរហូតដល់គេគ្រប់អាយុអាចចូលធ្វើការបានទី3គឺយើងចង់ដល់ការកសាងសមត្ថភាពពិសេសដល់មន្ត្រីពាក់ព័ន្ធក៏ដូចជាដៃគូត្រីភាគីយើងរួមទាំងនាយកនិងកម្មករជាតិក្នុងការយល់ដឹងលើកកម្ពស់អំពីបញ្ហាពលកម្មកុមារហើយនឹងជួយគ្នាដោះស្រាយលុបបំបាត់ពលកម្មកុមារ ថ្នាក់ដឹកនាំសហជីពនឹងហើយដែលជា
អ្នកចូលរួមចំណែកនៅក្នុងការទប់ស្កាត់នៅពលកម្មកុមារនៅតាមកន្លែងធ្វើការងារតាមការដ្ឋានឬមួយក៏នៅតាមសិប្បកម្មផលិតឥតជាដើមនឹងឯងគឺយើងបញ្ជ្រាបទៅតាមតំបន់ផ្សេងធ្វើយ៉ាងណាឲ្យគាត់យល់អំពីការការពារកុមារនៅកន្លែងធ្វើការតែម្ដង យើងបានចូលរួមបង្កើតនៅក្រមប្រតិបត្តិរកូតអខណ្ឌៈនេះសម្រាប់នយោជកក្នុងការប្រយុទ្ធប្រឆាំងទៅលើពលកម្មកុមារនៅកន្លែងការងារបន្ថែមពីលើនេះផងដែរដើម្បីឲ្យមានការជ្រួតជ្រាបយើងក៏បានផ្សព្វផ្សាយនិងផលិតទៅជាខត្តប័ណ្ណនិងសម្ភារៈផ្សព្វផ្សាយមួយចំនួនដើម្បីបិទផ្សាយនៅតាមរោងចក្រសហគ្រាសរបស់ខ្លួនដើម្បីឲ្យនយោជកនយោជកក៏ដូចជាសមាជិកកាន់តែមានការយល់ដឹងក៏ដូចជាអាចចូលរួមអនុវត្តឲ្យបានកាន់តែទូលំទូលាយនោះគាត់អាចយកមកជំរុញការអនុវត្តទាំងនោះនៅនឹងកន្លែងការងាររបស់គាត់បានដែរ អាជ្ញាធរមូលដ្ឋានចាដែលមានឃុំមានស្រុកចាគឺសូមបន្ថែមនៅការផ្សព្វផ្សាយហើយធ្វើម៉េចឲ្យធ្វើការសហការជាមួយនឹងម្ចាស់សិប្បកម្មទាំងអស់ចាដើម្បីជំរុញកុំឲ្យមានការប្រើប្រាស់កម្លាំងពលកម្មកុមារនៅក្នុងភូមិឋានរបស់យើង នាមរដ្ឋបាលស្រុកក៏បានយកចិត្តទុកដាក់ក្នុងការធ្វើការផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋហើយនឹងមានរៀបចំជាវេទិកានៅក្នុងឃុំគ្រប់ឃុំទាំងអស់នៅក្នុងស្រុកដែលយើងមានលក្ខណៈសម្បត្តិ 7 ចំណុចរបស់គោលនយោបាយភូមិឃុំមានសុវត្ថិភាពជាពិសេសយើងបានណែនាំដល់ម្ចាស់ឡោអិតទាំងអស់ដើម្បីឲ្យចូលរួមក្នុងការទប់ស្កាត់និងកុំឲ្យមានកើតឡើងនៅទម្រង់ពលកម្មធ្ងន់ធ្ងរនៅក្នុងឡោអិតនឹងតែម្ដងចា៎ ខ្ញុំជាម្ចាស់សិប្បកម្មឡោអិតខ្ញុំបដិញ្ញាចិត្តថាខ្ញុំមិនប្រើប្រាស់ទៅលើកម្លាំងពលកម្មកុមារឡើយចុះផ្សព្វផ្សាយជាមួយមន្ទីរការងារដល់អាណាព្យាបាលដែលធ្វើការនៅសិប្បកម្មឡោអិតកូនចំពោះកូនដែលមានអាយុ ត្រូវចុះឈ្មោះចូលរៀនឲ្យគាត់មកចុះឈ្មោះចូលរៀនបានគ្រប់គ្នា